ផលិតកម្មកាឡាស៊ីនវត្រាទទួលបានសិទ្ធិពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតបរនីហ៊ុនសែនក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដែលជារឿងប្រវត្តិសាស្ត្រនិងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតបរនីហ៊ុនសែនក្នុងបុព្វហេតុជាតិមាតុភូមិពិធីនេះធ្វើឡើងកាលពីថ្ងៃទី20ខែមីនាឆ្នាំ2025ក្រោមអធិបតីភាពជាកិត្តិយសរបស់អ្នកឧកញ៉ាលេងនវត្រាអគ្គនាយកក្រុមហ៊ុន Galaxy Navatra Group និងភរិយាព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនទីប្រឹក្សាផលិតកម្មផលិតករអ្នកនិពន្ធតារាចម្រៀងសិល្បករសិល្បករនីនិងភ្ញៀវកិត្តិយសជាច្រើនរូបដែលប្រពធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់រាជធានីភ្នំពេញអ្នកឧកញ៉ាលេងនវត្រាសម្ដែងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅផ្ដល់ឱកាសឲ្យក្រុមហ៊ុន Galaxy Navatra Group ទទួលសិទ្ធិផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដោយអ្នកឧកញ៉ាបង្ហាញនៅមោទកភាពដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម Galaxy និងក្នុងនាមអ្នកឧកញ៉ាផ្ទាល់ដែលបានទទួលនៅភារកិច្ចដ៏មានតម្លៃជាប្រវត្តិសាស្ត្រក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីទន្ទឹមគ្នានេះអ្នកឧកញ៉ាអះអាងថាពេលដែលទទួលការងារមួយនេះរូបលោកមានក្តីរំភើបរីករាយព្រោះភារកិច្ចដ៏ធំធេងគឺមានតម្លៃមហាសាលក្នុងជីវិតអ្នកឧកញ៉ាដែលរកអ្វីមកប្រៀបផ្ទឹមបានឡើយហើយអ្នកឧកញ៉ារួមជាមួយឯកឧត្តមហឹមណូភីតារាចម្រៀងដែលទទួលបានការណែនាំផ្ទាល់ពីសម្ដេចតេជោគឺមានការបដិញ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រងអាល់ប៊ុមកម្រងចម្រៀងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្ដេចតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតបរនីហ៊ុនសែនបន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលជាសាច់រឿងនិងចម្រៀងនេះគឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់អាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗរបស់សម្ដេចក្នុងបុព្វហេតុបដូរសាច់ស្រស់ឈាមស្រស់តស៊ូសង្គ្រោះជាតិមាតុភូមិនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពតនិងធ្វើឲ្យមានភាពងាយស្រួលនិងអាចរក្សាសិទ្ធិបានពេញលេញអ្នកចម្រៀងពីររូបគឺអ្នកនាងសុនស្រីពេជ្រនិងលោកខេមគឺជាអ្នកចម្រៀងដែលសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនពេញចិត្តនឹងផ្ដល់ឱកាសឲ្យច្រៀងក្នុងការផលិតមួយនេះលោកជាលីសែទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថាសម្រាប់ការងារមីឌាដើម្បីធ្វើការផ្សព្វផ្សាយនៅបទចម្រៀងក្រោយពីបានផលិតរួចរាល់ទាំងអស់ឲ្យបានទូលំទូលាយសម្ដេចតេជោបានផ្ដល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ដោយអនុញ្ញាតជូនផលិតកម្ម Galaxy Navatra ផលិតរក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់និងផ្សព្វផ្សាយតាមបណ្ដាញសង្គមឲ្យបានទូលំទូលាយព្រមទាំងប្រគល់ជូនក្រុមការងារមេឌារបស់សម្ដេចតេជោដើម្បីផ្សព្វផ្សាយផងដែរ